เรื่องกำเนิดสัตว์ឆ្មាអតីតក្នុងកៅនោះមានមហារិសីមួយអង្គគង់នៅព្រៃភ្នំមួយឈ្មោះវុទ្ធីបូពេតតាំងចុងក្រោមភេវនាក្នុងទីភ្នំនោះជាអង្វែងឆ្នាំមកនៅកន្លែងនោះមានស្រះ4គឺទិសបូព៌ា1ដេកខណ្ឌ1បច្ឆិម1និងឧត្តរ1ស្រះនោះមានទឹកថ្លាមានដុះឈូកក្រហមឈូកសនិងបុប្ផាផងទាំងពួងជាទីសប្បាយនៃមច្ឆាគ្រប់បែបឯមាត់ច្រាំងក៏ជ្រាវមុខគួរឲ្យសប្បាយពេកណាស់ស្រះទាំង4នៅឆ្ងាយពីអាស្រមប្រហែល1យោជន៍ព្រះឥសីក៏ធ្លាប់តាយទុយស្រង់តិចរាល់ដងផងមានសម័យថ្ងៃមួយព្រះឥសីគង់ចម្រើនមេត្តាភេវនាដោយញៀនឈានលោកយក្សសពគ្រប់ទៅឃើញថាអូមានទេពធីតាមកចាប់កំណើតក្នុងផ្កាឧត្តបលដែលដុះក្នុងស្រះខាងឧត្តរបានអាយុ9ថ្ងៃហើយតាអាត្មាអញក៏ខានទៅស្រង់តិចឯស្រះនោះ9ថ្ងៃហើយដែរព្រះឥសីក៏ដាក់ស្មឹងស្មាធិគិតថាអាត្មាអញគួរទៅយកមកចិញ្ចឹមបីបាច់ថែរក្សាចុះគិតទៅហើយក៏រៀបអង្គផ្ចង់ដំណើរតម្រង់ទៅទិសឧត្តរដល់ស្រះហើយព្រះឥសីឈរសម្លឹងមើលគ្រប់ផ្កាឧត្តបលមួយធំខ្ពស់ឃើញនាងទេពធីតាអង្គុយក្នុងផ្កានោះព្រះឥសីក៏ចុះទៅកាច់យកផ្កានោះមកហើយនិមន្តត្រឡប់មកកាន់អាស្រមវិញចិញ្ចឹមថែរក្សាជាសុខសប្បាយលោកដល់នាងធំក៏ឲ្យឈ្មោះថាឧត្តរបុប្ផាលោកបានអាយុ10,000 វស្សាលោកតាក៏ភ្ញាក់ប្រតិយនឹកអាណិតចៅស្រីព្រោះពេញរូបរាងទៅហើយនៅកំព្រាឥតគ្នានឹងលេងប្រឡែងឯងអបសុកបតកៈចិនដូច្នេះគួរតែអញយកបុប្ផាមួយតងមកជប់ឯកើតជាគ្នាគ្រាន់បានជា2នាក់ព្រះឥសីគិតហើយឆ្វេងយល់ថាឥឡូវបើយកផ្កាដតីផ្សេងមកជប់ជាមនុស្សទៅឃើញថាជាជាតិផ្កាដូចគ្នាដូច្នេះចាំយកជាតិដែលកើតចេញពីនាងផ្ទាល់វិញឥសីគិតហើយក៏ហៅនាងឧត្តរបុប្ផាមកផ្ដាំថាបើកាលណានាងធំពេញរៀងហើយមានរដូវចូលនាងព្រាតសម្លៃទុកឲ្យតានឹងជប់ឲ្យបានគ្នាគ្រាន់នឹងលេង2នាក់នាងឧត្តរបុប្ផាបានលឺលោកតាមានពុទ្ធដីកាហើយក៏ត្រេកអរពុនពេកលុះដងគម្រប់ពេលមានរដូវកាលណាហើយនាងក៏យកទៅថ្វាយលោកតាតាមបណ្ដាំលោកតាប្រាប់ទៅនាងថាចៅថ្ងៃស្អែកនេះចៅនឹងបានគ្នាជា2នាក់គ្រាន់និយាយលេងសោះអបសុកហើយវេលាយប់នោះនាងដេកពុំលក់សោះទន្ទឹងចាំតែព្រឹកឆាប់នឹងអាលបានគ្នាជា2នាក់លុះព្រឹកឡើងលោកតាក៏បិទទ្វារកុដិតាំងវាយភ្នែនសង្គ្រមភាវនាវេទមន្តជប់បានជាឆ្មាញីមួយសបរបីអំពីលោហិតរដូវដែលនាងព្រឹត្តឲ្យទៅនោះរួចស្រេចហើយឥសីហៅនាងឧត្តរបុប្ផាមកហើយលើកឆ្មាហុចឲ្យនាងប្រាប់នាងថានេះជាគ្នារបស់នាងហើយសត្វនេះមានឈ្មោះថាឆាម៉ាសត្វនោះចេះនិយាយគួរសមជាមួយនាងក៏ទទួលយកមកថែរក្សាដោយសេចក្តីស្រឡាញ់ពេញចិត្តទុកដូចជាកូនឬប្អូនអោបដល់ឱឡាបីយកទៅក្នុងបន្ទប់ទៅណាមកណាតែងយកទៅតាមនិយាយគ្នាបីដូចមនុស្សដូចនេះលុះដល់អាយុនាងបាន17ឆ្នាំទើបឥសីដាក់កំណត់ច្បាប់មាត្រាឲ្យនាងកាន់កុំឲ្យភ័ន្តច្រឡំសម្រាប់ជាច្បាប់តទៅគូនចៅស្រីឯក្រោយទៀតគឺថាជាតិជាស្រីទាំងអំបាលមែនមិនត្រូវទាត់សត្វឆ្មានេះនឹងជើងឬវាយនឹងអំបោសឬមួយនឹងត្របួតត្រីអាំងកុំថាតែទាត់ធាក់សំបីតែដាវកន្លងក៏មិនបានដែរត្បិតសត្វនេះកើតឡើងដោយលក្ខស្រីបើស្រីណាទាត់ធាក់ឬដាតកន្លងសត្វនេះហៅថាស្រីហិនលៈហើយបើប្រព្រឹត្តច្រើនដងទៅហៅថាស្រីខាត់លៈតមកប្រមាណ14ខែសត្វឆាម៉ាក៏កើតបានកូនឈ្មោលមួយឡើងទៀតគឺថាឆាម៉ាទាំងទីនេះហើយជាកំណើតឆ្មាទាំងអស់និយាយពីស្ដេចអង្គនាមសោដ័តព្រះរាជបិតាលើករាជសម្បត្តិឲ្យកូននោះសោយរាជពីព្រះជន្មបានមកភ្លីមូលព្រះវស្សានៅនគរឈ្មោះតកសិលាស្ដេចថ្មីនោះសោយរាជឡានពុំមែនមហេសីទេត្រអោក្រសៅតែនឹងស្រីស្នំបរិបាលុះអង្វែងទៅស្ដេចទ្រង់ផ្ទុំវេលាយប់មួយលុកនឹកភ្ញាក់ព្រេតីចង់ចេញទៅលេងព្រៃលុះភ្លឺស្វាងកាលណា
ស្ដេចក៏ចិនជុងប្រារីករងឲ្យអ្នកមើលសពមុខមន្ត្រីគាល់ដូចសពដងលុះជួបជុំមន្ត្រីអស់ហើយស្ដេចមានព្រះបន្ទូលប្រាប់ថាយើងចង់ទៅលេងព្រៃនៅថ្ងៃខាងស្អែកចូលរៀបចំពុលថ្មើរជើងនិងសេះដំរីរៀបចំស្បៀងអាហារក្រយាស្ងោយក្រន់គ្រប់គ្នាកុំឲ្យខ្វះអ្នកមើលទទួលព្រះរាជអង្ការកាលណាក៏រៀបគ្រប់ប្រដាប់ឥតមានខ្វះពុលថ្មើរជើងពុលសេះដំរីរួចស្រេចហើយក៏ជួលក្រាបបង្គំទូលស្ដេចត្រង់ជ្រាបលុះដល់កំណត់ថ្ងៃហើយវេលាព្រឹកស្ដេចក៏យាងចេញទៅដោយមានញ៉ាំមើលសេនាទាហានហែតាមលុះបាន4ថ្ងៃក៏បានទៅដល់ព្រៃហេមវ័នស្ដេចក៏មានព្រះរាជអង្ការឲ្យបោះប្រើពន្លាមួយនៅទីនោះអស់ទាំងសេនាទាហានក៏ធ្វើជំរំគ្រប់គ្នាតាមមុខរបស់ខ្លួនស្រេចហើយស្ដេចមានបន្ទូលបើកអំណាចឲ្យអស់សេនាលេងល្បែងភ្លេងច្រៀងរាំតាមចិត្តឲ្យសប្បាយក្នុងព្រៃនោះនៅពេលយប់នោះស្ដេចក៏ចូលផ្ទុំក្នុងផ្លែពន្លាជ័យលូអត្រាតស្ងឹកលឺស្នូតែមាត់បាក់សេគ្រប់ភាសាយំមកគូឲ្យស្រងេស្រងោយលលំលឡាយក្នុងផ្លែតីមមៃនឹកគិតគ្រប់សពលុះស្វែងព្រះសូរិយាកាលណាស្ដេចក៏មានព្រះរាជអង្ការបង្គាប់ទៅរាជអាមាត្យឲ្យរៀបទីណាំងអសាថ្វាយព្រះអង្គនិងត្រិចមើលព្រៃកំសាន្តព្រះតីជាមួយនឹងរាជអាមាត្យ2នាក់និងស្ដេចរួចហើយចេញល្ងាចត្រឡប់មកព្រះពន្លាជ័យវិញគ្រប់3ថ្ងៃនៅវេលាព្រឹកមួយស្ដេចក៏បរិទីណាងទៅដល់ស្រះកំណើតនៃនាងឧត្តរបុប្ផាទ្រង់តទៅឃើញទឹកដ៏រងថ្លាឃើញបុប្ផានិងមិត្តចាគ្រប់បែបហាយផាវជ្រួលច្រវ៉ាត់មុខគួរឲ្យទ្រង់សពព្រះតីនឹងចោះស្រង់ទើបស្ដេចមានបន្ទូលទៅអាមាត្យទាំងពីរថាយើងងូតទឹកស្រះនេះឲ្យត្រជាក់កាយសប្បាយចិត្តសិនសឹមបន្តដំណើរទៅទើបឈប់លែងពៀជីឲ្យស៊ីស្មៅរួចផ្លាស់ព្រះបស្ត្រាស្រេចស្ដេចក៏យាងតតាមឆ្នេរស្រះស្ទើឃើញមានផ្លូវទួកព្រះអង្គនឹកថាយីព្រៃនេះជាសមសានធានស្ងាត់ណាស់ម្ដេចឡើយក៏មានផ្លូវមនុស្សដើរដូច្នេះរួចស្ដេចមានបន្ទូលទៅនឹងរាជអាមាត្យថានៅចាំយើងទីនេះចោះយើងដើរទៅមើលត្រង់នោះបន្តិចស្ដេចយាងតាមផ្លូវព្រះអាស័យនោះទៅបណ្ឌិតបានក្រឡេកឃើញអាស្រមស្ដេចនឹកក្នុងព្រះតីថារោងនេះជារោងអីជាផ្ទះព្រានព្រៃទេឬអីព្រះអង្គចេះតែយាងចូលទៅឯព្រះអាស័យកំពុងឆាន់នាងឧត្តរបុប្ផាកំពុងអង្គុយគៀកលោកតាលុះស្ដេចយាងដល់ទទួលនាងនោះក្រឡេកភ្នែកមកឃើញនាងក៏ស្ទុះចូលទៅក្នុងបន្ទប់ព្រះអាស័យសួរទៅនាងថាម្ដេចក៏ស្ទុះរត់ចូលក្នុងនាងនិយាយតិចទូលអាស័យថាមានមនុស្សពីណាដែលចូលមកព្រះអាស័យក៏បែរព្រះភ័ក្ត្រទុតយល់ដូចនាងទូលមែនឯព្រះរាជាលុះយល់ច្បាស់ដូច្នោះហើយក៏ចូលមកដល់ទីនេះទើបស្ដេចទូលទៅឥសីថាខ្ញុំព្រះករុណាមកពីនគរតក្កសិលាឥសីឆ្វេងយល់មួរំពេចថានេះជាស្ដេចទើបព្រះអង្គសួរទៅទៀតថាស្ដេចចៅមកទីនេះប្រាថ្នាអ្វីព្រះបាទសូតាត់ទូលឥសីតាមដំណើរឯឥសីឆ្វេងយល់ថាស្ដេចអង្គនេះត្រូវជាគូនឹងនាងឧត្តរបុប្ផាលោកក៏ហៅចៅស្រីឲ្យចេញមកថ្វាយបង្គំព្រះរាជាហេតុតែនាងជាស្រីមានលក្ខក៏ចេញមកថ្វាយបង្គំព្រះរាជាតាមពុទ្ធដីកាព្រះអង្គក៏លេខយល់នាងក៏យល់ព្រះភ័ក្ត្រព្រះអង្គច្បាស់ហើយចាប់ចិត្តទៅវិញទៅមកទើបព្រះឥសីមានពុទ្ធដីកាថាស្ដេចចៅនេះហើយដែលជាគូនឹងនាងតាំងតែអំពីអតីតជាតិមកម្ល៉េះគ្រានោះឥសីសួររកសេនារិភុលព្រះបាទសោដិតក៏ទូលថាព្រះអង្គយកតែអាមាត្យ2នាក់មកតាមទេឥឡូវឲ្យឈប់ចាំនៅឯមាត់ស្រះខាងទិសឧត្តរឯនោះត្រង់ថាខ្ញុំករុណាត្រូវជាគូស្រករនឹងនាងនេះក៏ស្រេចតែលោកតាបើសពព្រះតីយ៉ាងណាខ្ញុំករុណាទទួលធ្វើតាមទាំងអស់ឥសីបញ្ជាទៅវិញថាបើដូច្នេះសូមស្ដេចចៅថយទៅរៀបចំសង់រោង3ល្វែងហើយរកផ្កាឲ្យបាន5ទីពណ៌យកមកចងផ្ដុំជា3បាច់ទុកឲ្យតាប្រសិទ្ធពរជ័យឲ្យបានគ្នាជាប្តីប្រពន្ធសុខសប្បាយតទៅស្ដេចស្ដាប់ព្រះពុទ្ធដីកាហើយគូររាន់ថ្វាយបង្គំលាយាងមកដល់ទីកន្លែងស្រះដែលឲ្យអាមាត្យចាំហើយបបួលអាមាត្យត្រឡប់ទៅកាន់ពន្លាជ័យវិញដល់ហើយបញ្ជាណាមើលសេនាគ្រប់ក្រុមឲ្យរៀបចំសង់រោង3ល្វែងតាមបង្គាប់ឥសីបានរួចស្រេចក្បួនទ័ពព្រមទាំងភ្លេងទុរយតន្ត្រីពីរោះល្វឹងល្វើយទៅដង្ហែនាងឧត្តរបុប្ផាពីអាស្រមឥសីនិមន្តទាំងឥសីឡើងគង់ព្រះវរសព្លៀងដង្ហែមកកាន់ព្រះពន្លាដល់ហើយព្រះតាបោះតាំងសូត្រប្រមន្តព្រះឥសីក៏បាចផ្កាផាន់ពីពណ៌នោះថ្វាយពរជ័យដល់គូស្រករថ្មី3ថ្ងៃតមកទើបព្រះអង្គនិងនាងជាយាថ្វាយបង្គំលាលោកតានាងក៏ស្រក់ទឹកភ្នែកនឹងអាល័យលោកតាភ្លោះតាំងពីកើតមកពុំដែលបីតណាសោះឥឡូវមិនដឹងជាកាលណានឹងបានមកថ្វាយបង្គំវិញទេគ្រានោះឥសីបានផ្ដាំនាងថាបើនាងទៅដល់ប្រាសាទហើយមុននឹងឡើងទៅលើប្រាសាទនាងត្រូវអោបសត្វឆាមាហើយដល់ពាត់ប្រាដឹកសិនប្រាសាទ3ជុំ
រួចសើមឡើងទៅក្នុងប្រាសាទនោះទើបនាងបានសុខបានសិរីសួស្តីនាងស្ដាប់សពគ្រប់ហើយក៏លាចេញទៅលុះទៅដល់ព្រះរាជវាំងហើយមុននឹងចូលក្នុងព្រះរាជដំណាក់ព្រះនាងបានធ្វើតាមបណ្ដាំឥសីឥតឲ្យឆ្គងក៏បានប្រកបដោយសេចក្តីសុខចម្រើនរហូតទៅទំនងជាដោយសាររឿងនេះដេកដឹងបានជាខ្មែរយើងមានទំនៀមមួយก่อนពេលធ្វើពិធីឡើងប្រទេសថ្មីគឺគេនិយមអាប់ឆ្មាមួយហើយដើរបតាសេនបីជុំឲ្យស្រេចទើបគេឡើងនៅដកស្រង់ចេញពីសៀវភៅប្រជុំរឿងព្រេងខ្មែរសូមអរគុណសម្រាប់ការតាមដានស្ដាប់របស់បងប្អូនបើចូលចិត្តសូមជួយ Subscribe និង Comment ដើម្បីបងធ្វើការកែលម្អសូមអរគុណសូមជម្រាបលា